សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍នាងខ្ញុំលីសថារីពីទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំផ្សាយចេញពីទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃទី27ខែមិថុនាឆ្នាំ2025នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិកបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី74ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី28ខែមិថុនាឆ្នាំ1951មកដល់ថ្ងៃទី28ខែមិថុនាឆ្នាំ2025ក្រុមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជាតិនិងជាប្រធានគណបក្សប្រជាជនកម្ពុជាមានប្រជាពលរដ្ឋខ្មែរប្រធានអនុសាខាបក្សនិងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណៈបក្សប្រជាជនកម្ពុជាសមាជិកាអ្នកគាំទ្រទាំងភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមអបអរសាទរគាំទ្រគណៈបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករដោយក្តីសោមនស្សរីករាយក្រៃលែងក្រោមអធិបតីភាពឯកឧត្តមកុយគង់ឯកអគ្គរដ្ឋទូតកម្ពុជាវិសំបាញ់និងពេញសមត្ថភាពនិងជាប្រធានគណៈបក្សប្រជាជនកម្ពុជាប្រចាំសហរដ្ឋអាមេរិកនិងមិចស៊ីកូឯកឧត្តមនៅផលីអនុប្រធានគណៈបក្សប្រជាជនកម្ពុជាប្រចាំទីក្រុង Long Beach តំណាងឲ្យអនុសាខាបក្សនិងក្រុមការងារអង្គការចាត់តាំងយុវជនគណៈបក្សប្រជាជនកម្ពុជារដ្ឋ California សហរដ្ឋអាមេរិកបានបញ្ចេញចំណាប់អារម្មណ៍គាំទ្រការដឹកនាំសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាទយើងថ្ងៃនេះយើងអបអរសាទរខួបទី74នៃការបង្កើតគណៈបក្សប្រជាជនអូខេសូមអបអរសាទរសូមលើកទួងមួយបាទលើកទួងជាតិលើកទួងបក្សកវីនឹងបង្ហាញអាចោលសៀមថាឲ្យមកនៅអាមេរិកហើយក៏នៅតែស្រឡាញ់កម្ពុជាក្រោមការដឹកនាំរបស់តេជោហ៊ុនសែននិងធិបតីហ៊ុនម៉ាណែតនិងកងទ័ពដែលកំពុងតទល់ជាមួយពួកអាចោលសៀមយកព្រាមាជាណាចក្រកម្ពុជាញ៉ៅពីអាយដាមកែវនីប្រធានយុវជនអង្គការចាត់តាំងប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ាគាត់ប្រាំផ្ញើសួរសុខទុក្ខបងប្អូនយើងដោយសារមានទរៈនៅក្នុងប្រទេសជាតិយើងគាត់មិនបានឃើញមកក៏សូមប្រាំផ្ញើសួរសុខទុក្ខទាំងអស់ហើយក៏ឈានឱកាសជុំបញ្ចប់នេះសូមថ្លែងអំណរគុណគណៈកម្មការទាំងអស់គណៈធិបតីដែលមានអាយដាមកុយគង់ឲ្យខ្ញុំជិតអូខេនឹងហើយអមដោយគណៈប្រតិភូអូខេសូមអរគុណហើយនឹងគោរពជូនពរត្រឡប់ទៅផ្ទះវិញរកស៊ីមានបានជាជុំហ្នឹងហើយអូខេឲ្យបានមានប្តីមានប្រពន្ធមកនេះទៅលេងស្រុកយើងក៏ឲ្យខ្លាចនឹងក្នុងនោះផងដែរឯកឧត្តមងួនរស្មីអ្នកនាំពាក្យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកៅវ៉ានីទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារយុវជនអង្គការចាត់តាំងគណៈបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋ California សហរដ្ឋអាមេរិកបងប្អូនដែលជាតាមផ្នែកការរបស់ពីអាដាមផ្ទាល់ផងអញ្ចឹងជាមិនមានអីជាច្រើនទេខ្ញុំក៏សូមគោរពអរគុណគណៈកម្មការរបស់ជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះសូមគោរពជូនពរដល់បងប្អូនសូមមានពុទ្ធពរទាំង4ប្រការគឺអាយុបណ្ណៈសុខៈរយៈ8ទីនេះសូមគោរពអរគុណសូមអរគុណដល់គូរស្មីដែលមានការអត់ស្វាយបោះបាយហើយក្នុងការប្រាំផ្ញើរបស់ឯកឧត្តមការវិលលោកគូតំណាងឲ្យឯកឧត្តមប្រធានរដ្ឋការយុវជននៅប្រចាំរដ្ឋជាប្រធានអង្គវិធីទាំងមូលមានសេចក្តីសោមនស្សរីករាយបានស្ដាប់សារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជាតិនិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា
បៃតាបង្រួបបង្រួមជាតិបៃតាស្ថាបនិកសន្តិភាពជាឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខបានសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរក្រៅប្រទេសជាពិសេសអ្នកគាំទ្ររដ្ឋកាលីបញ្ញាសហរដ្ឋអាមេរិកដែលស្រឡាញ់គាំទ្ររាជរដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាយ៉ាងពេញទំហឹងក្នុងពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី74ថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជា28មិថុនាឆ្នាំ1951មកដល់ថ្ងៃទី28មិថុនាឆ្នាំ2025ដែលប្រារព្ធឡើងនៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិករបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ យើងមិនអាចខកដៃដើម្បីឲ្យមានការប្រមាថណាមួយបន្ថែមទៀតឲ្យលើកទឹកដីរបស់យើងដូចទេសូមអរគុណសមាជិកគណៈបកនិងក្រុមគ្រួគណៈបកក៏ដូចជាថ្នាក់ដឹកនាំគណៈបកនិងក្រៅប្រទេសសូមទុកចិត្តនឹងការដឹកនាំរបស់នាយករដ្ឋាភិបាលដែលមាននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏ពុកដឹកនាំលើកិច្ចការនេះគណៈបករបស់យើងគ្រប់គ្រងចំពោះសកម្មភាពទាំងឡាយរបស់នាយករដ្ឋាភិបាលដែលត្រូវបាននឹងត្រូវកម្មយុទ្ធនៅក្នុងទូរីក៏ដូចជាពេលនេះខ្ញុំសូមបងប្អូនជាស្រីខ្ញុំជឿគឺសារនេះចេញទៅមុនពេលនៃថ្ងៃមុនឲ្យខ្ញុំបានថាសុខភាពនៅក្នុងប្រទេសថៃរបស់បងថៃទៀតគឺទីពួកខ្ញុំពេលនោះក៏មានកិច្ចការដែលត្រូវធ្វើហើយក៏មានការរវល់ឆ្លងជាការនេះខ្ញុំផ្សាយជូននៅសារនេះទីជាមួយជាបងមកទីខ្ញុំសូមអរគុណចំពោះការគ្រប់គ្រងទាំងឡាយនិងសាខាបកគណៈបករបស់យើងប្រចាំនៅឯបងទីជាពិសេសនៅឯពីកំណាំសូមអរគុណសម្រាប់ការជួយនិងសូមអរគុណជាមួយនឹងការស្ដាប់នៅសារសម្លេងរបស់ខ្ញុំសូមជូនពរថ្នាក់ដឹកនាំសមាជិកសមាជិកានិងក្រុមគ្រួគណៈបកទាំងអស់សូមប្រកបដោយសេចក្តីសុខសេចក្តីចម្រើនជាមួយនឹងពុទ្ធពរនិងពលទៅតាមការអាយុវណ្ណៈសុខៈពលៈកំបីនិងគ្រាឡែកបងសែនសូមអរគុណបងតែជយោគណៈបកប្រជាជនកម្ពុជាដ៏រុងរឿងជយោប្រជាជនកម្ពុជាជយោសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជយោសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតគឺឃើញប្រជាពលរដ្ឋយើងនៅក្នុងសហរដ្ឋអាមេរិកជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ានេះគឺមានលក្ខណៈពិសេសណាស់គឺបានសារសម្ដេចតេជោលោកផ្ញើសារមកគឺវារិចទៅមករដ្ឋកាលីហ្វ័រញ៉ាតែម្ដងនេះជារឿងមួយពិសេសហើយទី2គឺសូមអរគុណដល់ឧបលីរដ្ឋជាប្រធានអនុសាខាបងទីក្រុងឡុងបិចហើយអរគុណដល់សហការីបងពូក៏ដូចជាគណៈកម្មការដែលបានរៀបចំកម្មវិធីនេះហើយសូមអរគុណដល់គ្រួសារខ្ញុំនិយាយជាគ្រួសារបងយមវណ្ណៈក៏ដូចជាភរិយាដែលបានគេហៅថាពីអ្នកនៃប្រពន្ធនឹងមានគំនិតតែមួយហើយបានកូនជាទីស្រឡាញ់3នាក់នោះក៏កាប់ទៅយូរថែមទៀតក៏បានគេថាបន្តតាមមេដាបៃតាដែលណែនាំបន្តដល់ឲ្យទៅជាសិល្បៈការនីដ៏ឆ្នើមបាទចឹងហើយខ្ញុំមានវិទ្យាសាស្ត្រនេះណាក្រោយពីបណ្ឌិតប្រសងមកតាពីនិមន្តមកតាពីគណៈមកជាយន្តតោជូនពរយើងទាំងអស់គ្នាក៏មានតំណាងទេវតាទាំង3ដួងបាទហើយសម្លៀកបំពាក់នេះល្អមែនទែនខ្ញុំសោតយើងហើយដល់ឡាយដល់គេមានតំណងប្រពៃណីយើងទៅក៏តែអត់ដូចទេតែពីសម្លៀកបំពាក់ទាំងកាយវិការរួមគឺមិនស័ក្តិសមដូចជាយើងទុន
តែមិនទុំជ្រាបបាទអញ្ចឹងអ្វីដែលខ្ញុំចង់មានមតិបន្ថែមបន្តទៅនេះគឺខ្ញុំផ្ដោតទៅលើអ្វីដែលថ្ងៃមុននេះដោយសារមានក្រុមសំឡេងស៊ីគេមកធ្វើសម្មាមួយគឺនៅទីក្រុងឡង់ទីតែម្ដងដោយគេបង្កើតថាសម្មាថាចលនាជាតិតស៊ូដូច្នេះរឿងពាក់ព័ន្ធទៅនឹងគណៈបករឿងពាក់ព័ន្ធទៅនឹងប្រទេសជាតិដើម្បីពេញសម្ដេចតេជោហ៊ុនសែនលោកបានមានប្រសាសន៍ហើយស្មារតីទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើងនៅរដ្ឋកាលីហ្វ័រញ៉ានេះស្ដែងតាមរយៈលោកពូផាលីគាត់មានប្រសាសន៍មួយនេះគឺថាបញ្ចេញអស់អត់មានលក្ខអីមកបន្តិចភាសាគាត់ស្ដាប់ភាសាចេញមកគឺថាច្បាស់លាស់ណាស់គឺឆន្ទៈខំសម្បាចំពោះបរទេសឈ្លានពានតែបំពេញហើយនឹងឆន្ទៈស្រឡាញ់ជាតិមាតុភូមិបើទោះជាប្រជាពលរដ្ឋយើងរស់នៅដល់លើទឹកដីដ៏ស្រស់ត្រកាលស្អាតនេះក៏ដោយក៏នៅតែមានស្មារតីជាតិនិយមទៅដល់ទីណាក៏ដោយឈាមខ្មែរដល់ទីនោះហើយក៏បានពំនាំនៅវប្បធម៌ប្រពៃណីជាតិយើងមករក្សានៅទីនេះដូច្នេះក្រុមសិល្បៈទាំងអស់ចាត់ទុកដូចជាទូកសុខឆន្ទៈដែលបានផ្សព្វផ្សាយវប្បធម៌ប្រពៃណីយើងដល់កន្លែងណាវប្បធម៌នឹងផ្សាយដល់កន្លែងនេះខ្ញុំសូមអរគុណច្រើនដែលបងយុវវណ្ណៈគាត់សិល្បករជើងចាស់ឥឡូវហ្នឹងគាត់បានរំដោះអ្នកស្នងបន្តទៀតហើយសូមសរសើរណាស់ដែលបានភរិយាមានគំនិតដូចគ្នាបើថាខុសគ្នាតែបន្តិចគឺទៅមួយត្រូវអរគុណដែលជួយឲ្យសិល្បៈយើងមានការរីកចម្រើនបន្តទៀតហើយចំពោះសូមអរគុណចំពោះកិច្ចការងារដែលខ្ញុំទៅចង់ជម្រាបជូនបងប្អូននោះគឺក្នុងពេលដែលប្រទេសជាតិយើងកំពុងតែប្រឈមមុខជាមួយនឹងបរទេសឈ្លានពាននិងគម្រាមកំហែងក្នុងការឈ្លានពានដែលជាខ្មែរយើងគ្រប់និន្នាការនៅតែចង់អាឃាតគ្នាទៀតចង់អាឃាតគ្នានេះគឺមិនមែនធម្មតាទេអាឃាតចង់ទៅរបៀបថាទៅចូលខាងគេទៅទៀតណាបាទចំណុចមួយនេះវាជារឿងមួយអាម៉ាស់របស់ប្រទេសជាតិខាងណាអាម៉ាស់ណាប្រទេសគេប្រទេសថៃនៅពេលដែលគេឆ្លោះគ្នាក្នុងរង្វង់របស់គេដល់ពេលគេប្រឈមជាមួយនឹងកម្ពុជាគេនាំភាសាការគ្នាហើយខ្ញុំកំពុងរងចាំមើលតែភាគីដែលប្រឆាំងនឹងរដ្ឋាភិបាលតើមានផ្លូវវិលដែលបង្ហាញខ្លួនឯងថាស្រឡាញ់ប្រទេសជាតិនោះតើមានការចាប់ដៃជាមួយរដ្ឋាភិបាលដើម្បីទប់បរទេសឈ្លានពានបានទេរហូតមកដល់ពេលនេះគឺគ្មានទេបាទខ្ញុំបាទយុបវណ្ណៈនិងអ្នកស្រីលីសថារីសូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមអរគុណជម្រាបលាជួបគ្នាវេលាក្រោយទៀត